ប់សិនម៉ាក់ចាក់កាកសំណល់តែមិនបានច្រោះទឹកបែបនេះគឺមិនត្រឹមត្រូវតាមការណែនាំនោះទេនៅពេលដែលសំណល់សើមរក្សាទុកក្នុងធុងសំរាមវាបង្កជាក្លិនស្អុយខ្លាំងដែលរំខានដល់អ្នករស់នៅនិងអ្នកជិតខាងជាពិសេសនៅពេលដែលឡានដឹកសំរាមបង្ហាត់សំរាមទឹកកខ្វក់និងហូរច្រកតាមផ្លូវបង្កខ្លះជាក្លិនស្អុយនិងមេរោគតាមដងផ្លូវសាធារណៈទៀតផងចាកូនស្រីម៉ាក់ចម្រោះទឹកចេញហើយដើម្បីកុំឲ្យបង្កក្លិនស្អុយនិងហៀរទឹកកខ្វក់តាមដងផ្លូវនិយាយអញ្ចឹងម៉ាក់បានមកថ្លៃសេវាប្រម៉ូទសំរាមឬនៅដូចជាមិនច្បាស់ទេកូនជួយឆែកម៉ាក់បន្តិចមើលអូម៉ាក់តើបានបងទេចាំខ្ញុំបងជួនសហគ្រាសសផោខ្ញុំបងរើសឲ្យម៉ាក់មួយទៀតម៉ាក់ក៏អាចបងថ្លៃសម្រាមទុកក៏បានដែរអាចបងទុករហូតដល់12ខែឯណោះ